នេះបងប្អូនមើលអានេះរំពេងណាខ្ញុំហាន់នេះឥឡូវនេះខ្ញុំហាន់វានៅក្តៅហើយហាន់វាស្ដើងអញ្ចឹងមកយើងមកជាមួយគ្នាមករំពេងហ្នឹងបងប្អូនខ្លះចូលចិត្តដូចខ្ញុំអញ្ចឹងអាហ្នឹងក៏ញ៉ាំដៃបែបហ្នឹងឯងណាបងប្អូនតំណងណាចាញ៉ាំជាព្រាឡើងឆ្ងាញ់អាហ្នឹងច្រកបាត់ទៅណោះជិះដល់ផ្លូវក្រៅហ្មងហើយ1 2 3យ៉ាប់ឡានអូយcha hại hay nơi dần lại nè prao giờ áo vẹt là ba cây lươn này chị đọc lớp khéo mọi người Nhật Lan ôi cha hại hay nơi dần lại nè
mình chỉ ban là nhà chứ chứ vậy con anh chắc hay thẹ với à thẹ hay ở lươn đó nè mà bỏ mà bệnh liền bạt họ khật khởi thì tiền mà họ thẹ chứ riêng đây mau rồi cũng ổn đã hiểu riêng mau haiបងប្អូនបន្ទាប់ពីខ្ញុំមកពីផ្សារវិញឥឡូវនេះគឺខ្ញុំបានមកដល់ផ្ទះវិញហើយថ្ងៃនេះនៅឃើញចង់ញ៉ាំពោះគោបងប្អូនហើយក៏ទិញពោះគោមកពេលខ្ញុំទៅផ្សារនោះគឺអត់មានកម្រងទេថាធ្វើពោះគោញ៉ាំណាដល់ពេលទៅដល់ឃើញពោះគោស្រស់ថ្មីល្អខ្ញុំក៏ទិញយកមកធ្វើពោះគោញ៉ាំចាហើយពោះគោនេះគឺខ្ញុំទិញមកចំនួន2គីឡូហើយធម្មតាពោះគោគឺមានច្រើនមុខបងប្អូនមានកសែងពោះគោចាកសែងពោះវាហើយគេមានរំពេងមានអូឈ្មោះវាច្រើនណាស់មានហ៊ុនចាស់ហ៊ុនខ្ចីអញ្ចឹងណាបងប្អូនឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាំទឹកយកវាទៅស្រោះកោសសម្អាតយើងយកទៅស្ងោរហើយក្រៅពីនោះគឺយើងមានបន្លែបងប្អូននេះគឺបន្លែពោះគោយើងចាខ្ញុំមានតយងចេកមានដើមចេកមានខ្ទឹមបារាំងតសក់ស្ពៃក្តោបហើយយើងក៏មានតកួនដែរហើយយើងអាចដាក់ជាកាភ្លើងកែបអីបន្ថែមទៀតបានចាឥឡូវនេះខ្ញុំដាក់ទឹកដាំដើម្បីទុកស្រស់ពោះគោយើងកោសសម្អាតមកទឹកចោលសិនបាទខ្ញុំចាប់ផ្ដើមដាក់ស្ងោរដោយសារខ្ញុំញ៉ាំតិចអ្នកអញ្ចឹងបន្លែខ្ញុំតិចដែរបងប្អូនមួយមុខមួយបាច់ពីរបាច់ហើយមួយមើមពីរមើមអញ្ចឹងទៅចាសម្រាប់ខ្ទឹមបារាំងញ៉ាំពោះគោគឺគេហាន់បែបនេះច្បាច់ក្រូចឆ្មាដាក់ចូលបែបហ្នឹងយើងចាត់បន្លែដែលមានជ័រទៅវាអត់ខ្មៅបន្លែយើងណាបងប្អូនទីយងចេកហើយនឹងបដូលចេកហ្នឹងវាមានជ័រញ៉ាំខ្លួនឯងទេវាឡើងខ្មៅទីទួចវាអត់បញ្ហាយើងដាក់តែក្រូចឆ្មាបានហើយខ្ញុំទៅជុះបែបនេះសម្រាប់ក្របវានេះគឺខ្ញុំអត់យកទេបងប្អូនយើងចោលដូចខ្ញុំនិយាយហ្នឹងបន្លែយើងបន្តិចបានហើយដោយសារយើងញ៉ាំតិចនេះតមកទៀតខ្ញុំចិត្តស្ពៃក្តោបតកួនបន្លែខ្ញុំដាក់ចម្រោះចូលគ្នាហើយហ្មងចា
សម្រាប់មកហូបពោះគោទឹកប្រហុកនេះណាបងប្អូនអានឹងយើងញ៉ាំមួយបាយក៏បានតែភាគច្រើនគឺយកទៅធ្វើជាគ្រឿងក្លែមហើយបន្លែវាគឺមានច្រើនមុខជាងនឹងទៀតយើងអាចដាក់ជាកាភ្លើងកែបយើងអាចដាក់ជាមួយនឹងកញ្ឆែតណាបងប្អូនអានឹងក៏ត្រូវគ្នាដែរហើយតសក់ភាគច្រើនគេប្រើតសក់ស្រូវក្តាប់តសក់ស្រូវនឹងយកមកញ៉ាំជាមួយពោះគោនឹងត្រូវហ្មងចាសម្រាប់តកួននេះគឺខ្ញុំសក់វាបងប្អូនយើងចិត្តក្បិតមកពីរក៏បានដែរបើតាមធម្មតាការជំនាន់ម៉ាក់ខ្ញុំគាត់នៅលក់គ្រឿងញ៉ាំឲ្យពោះគោគឺចិត្តបែបហ្នឹងយើងមានក្បិតមុខពីរមុខធំណាយើងចិត្តបែបហ្នឹងមកញ៉ាំជាមួយនឹងពោះគោយើងឬក៏ធ្វើញ៉ាំអីត្រូវចាហើយអញ្ចឹងយើងត្រូវប្រើពេលចិត្តវាតិចដែរតកួននេះខ្ញុំចិត្តឲ្យគឺខ្ញុំបោះចូលក្នុងទឹកហ្មងឲ្យវាឡើងស្រួយល្អបានខ្មុំមែនហ្នឹងយកទៅលក់មែនថតមួយម៉ានគេយកនៅយ៉ាអត់អីទេបងតំចេញហើយដែរតែបើបងចង់បានក្បាលទឹកយកមកធ្វើនេះទុកចាkhông lên tắc không có nhiều hai viên lưới tắc cỏ ta đặt tắc là lưới đây còn nãy cho tắc đã cho tắc đã tham á ai mẹ nhâm không tắc pu quay bằng con là mồm nhom nâng sro pu cô dương á trà dương sro bạn nít cao xong ăn đi hay là việc bật lắm hay bạn dương đã ngao từ viên mà xa tiền là những nhom từ mưa tập dương sắnយើងបានពុះហើយខ្ញុំចាក់ចូលកធុនដែលយើងមានពុះគោនឹងមកអូខេយើងចាក់បែបនេះឲ្យវាកាត់ចំអាបទី1ទី2គឺយើងកោសសម្អាតវាតិចមកឲ្យវាអស់រំអិលអស់អីហ្នឹងមិនយើងយកមកស្ងោរពុះវាធំឈ្មោះគេសិតតែមានឈ្មោះបងប្អូនមានតែសែងមានអីណាទៀតណាចាខ្ញុំស្រង់ចេញមកដាក់នៅក្នុងទឹកត្រជាក់វិញដាក់នៅក្នុងទឹកត្រជាក់បែបនេះហើយបានខ្ញុំចាប់ផ្ដើមកោសវាតាមពិតទៅអាហ្នឹងវាខ្មៅបែបហ្នឹងណាយើងកោសទៅវាអត់ចេញទេបងប្អូនតែយើងចេះតែកោសឲ្យលោវាមានកំអិលមានអីចឹងណាសម្អាតវាទៅញ៉ាំតកប្រយ័ត្នឈឺថ្មិញទៀតណាអូនយ៉ាហើយចាំដោះថ្មិញវិញចាំដោះថ្មិញបាយច្បោតវាអស់មកអូខេស្អាតហើយយើងយកទៅលាងមកទឹកទៀតហើយយើងស្ងោរខ្ញុំដាក់ទឹកស្អាតនៅក្នុងឆ្នាំងមកហើយខ្ញុំដាក់ពុះគោយើងចូលបន្ទាប់មកខ្ញុំដាក់ប៊ីចេងចូលបន្តិចបន្ទាប់មកទៀតខ្ញុំដាក់អំបិលចូលចាក្នុងនោះក៏យើងត្រូវមានដាក់ស្លឹកគ្រៃដែរគល់ស្លឹកគ្រៃដើម្បីកាត់ចំអាបនេះគឺស្លឹកក្រូចបងប្អូនដាក់បែបហ្នឹងមកឲ្យវាកាត់ចំអាបបើពោះយើងអត់តន់ផុសយើងថែមទឹកតាមហ្នឹងទៀតទៅឥឡូវនេះយើងដាក់ស្ងោរវាត្រូវរំងាស់ឲ្យទុកយូរបងប្អូនដោយសារពោះគោវាស្វិតណារំងាស់ឲ្យយូរតលតែផុយយើងអាចថាយកមកញ៉ាំបានទើបខ្ញុំស្រង់យកមកហាន់ញ៉ាំជាមួយនឹងទឹកប្រហុកហ្មងបងប្អូនទាំងអស់គ្នាបន្ទាប់ពីខ្ញុំបង្ងាស់ពោះគោរៀងយូរបន្តិចមកឥឡូវហ្នឹងពោះគោយើងគឺបានផុយហើយខ្ញុំបង្ងាស់ឡើង1ម៉ោងកន្លះបងប្អូនឥឡូវនេះម៉ោង7ហើយចាហើយងាកមកមើលទឹកជ្រលក់យើងវិញទឹកប្រហុកនេះខ្ញុំធ្លាប់បង្ហាញបងប្អូនទាំងអស់គ្នាហើយគឺប្រហុកចិញ្ច្រាំយើងដាក់ទឹកដោះគោឆៅឬក៏ទឹកដោះគោខាប់ស្ករសប៊ីចេងចាហើយយើងក៏មានស្លឹកគ្រៃផងដែរអញ្ចឹងខ្ញុំលាយគ្រឿងនឹងឲ្យហើយហ្មងណាបងប្អូន
ចាលាយគល់លព្រៃក្នុងហ្នឹងហើយយើងក៏មានស្រែកដីហើយយើងត្រូវច្របាច់ក្រូចឆ្មាពេលដែលយើងដួសដាក់ចានញ៉ាំមកចាំយើងច្របាច់ក្រូចឆ្មាចាហើយរសជាតិវាគឺជូរផ្អែមប្រៃល្មមហើយឈ្ងុយប្រហុកហើយសំខាន់វាខាប់អញ្ចឹងបានឆ្ងាញ់បងប្អូនទឹកប្រហុកយើងគឺយើងដាំទឹកឲ្យពុះបានយើងយកមកធ្វើទឹកប្រហុកនេះចាហើយនេះគឺបន្លែដែលខ្ញុំបានបង្ហាញបងប្អូនទាំងអស់គ្នាខ្ញុំហាន់ហើយអំបញ្ញមិញឥឡូវនេះទៅស្រង់ពោះគោជាមួយនឹងខ្ញុំនេះបងប្អូនពោះគោដែលខ្ញុំបានស្ងោរអំបញ្ញមិញហ្នឹងរយៈពេល7-2ម៉ោងយូរដែរហ្នឹងណាបងប្អូនប៉ុន្តែនេះគឺល្មមញ៉ាំហើយយើងស្រង់ចេញមកគឺយើងយកទៅញ៉ាំបានហ្មងហើយ2គីឡូនេះស្ងោរទៅនៅសល់បន្តិចមួយចានេះផុយល្មមញ៉ាំ yes ចាអស់នៅទៀតនេះ2គីឡូទីឯងញ៉ាំកើតតាមានអីសាច់គោអត់អីទេអូខេនេះបងប្អូនពោះគោយើងតំណងនេះចាប៉ះយើងទៅហាន់ឲ្យចូលរួមញ៉ាំមួយនេះខ្ញុំអស់យើងមកអញ្ចឹងយកកូនចានមួយមកហាន់ពោះគោមកដាក់ទឹកជ្រលក់ញ៉ាំអូយមើលតែបន្លែក៏តំណងដែរចាមកតោះគេស័យចាំញ៉ាំពោះគោដែរអាយ៉ាហាន់មកទៀតទឹកធ្វើអីរស់រវើកបាននឹងគេទេបងប្អូនពោះគោយើងហាន់មកត្រូវយកចានមួយទៀតមកដាក់ទៀតណាពេលយើងហាន់ហើយចង់ប្រើតែអត់ដឹងប្រើណាគេនេះចានពងកពើនេះអូផុយល្មមតែជាមួយខ្ញុំភ្លក់មួយមើលស្រីម្នាក់នេះផងលោកប្រាក់ផុយល្មមញ៉ាំហាត់ខាងដៃគ្រាប់ដល់ខាងផ្ទាត់ឲ្យឆ្លាក់នៅហ្នឹងហ្មងមានជាតិហ្មងឆ្ងាញ់ណាស់គេហៅពោះគោសាច់ប្រហុកអូយយ៉ាក់ណាទឹកប្រហុកគោគ្នាចេញទៅពុះចាអូនទុកហ្នឹងអរគុណច្រើនអរគុណនៅទៅក្រៅទៅចាំទូចបានណា2គីឡូស្វិតទៅបន្តិចមួយថាព្រោះមានសក់ទៅពីអាគេយ៉ាគេយកមកសោកមកអីគេអូនហ្នឹងលយមែនអញ្ចឹងស្ទើរម្ទេសបើអត់ទាន់ដាក់ម្ទេសក្នុងហ្នឹងតហាន់ថែមត្បាច់ក្រូចឆ្មាណានអូនទនេហ៎ដៃស្អាតអត់អូយលោកប្រេងហើយពងកាហាយគ្រប់កន្លែងនេះចាយហ្នឹងធ្វើអីក៏អត់កើតដែរទោះអត់កាត់សាច់ក៏ពិបាកដែរគឺចាំយូរអីចិត្តហើយទៅមិនកាត់ខ្ញុំអង្គុយស្រក់ទឹកមាត់មួយថ្ងៃហើយផុយល្មមញ៉ាំហ៎បងសុកចិត្តយូរមកងាស់យូរចឹងកុំឲ្យខាន់ទាញណាអូខេចាបងប្អូនឃើញខ្ញុំផ្នែកខំខ្ញុំឆ្ងល់ហើយសោះស្រកចិត្ត5គីឡូអីហ្នឹងអើសគីឡូមក49ឡូអីហ្នឹងអត់ហូបអី49បាទបាត់ខ្ញុំបាត់ហ្នឹងហើយមកផ្នែករូងដូចបេសាញអ្នកជំងឺចឹងខ្ញុំចង់ស្គមប៉ុន្តែមុខចេញមកតាស្រកគីឡូទៅហ្មងមុខយ៉ាប់ដល់ហើយយ៉ាងម៉ានគេឲ្យទៅចាក់ហើយគេអត់កម្លាំងចាំបាក់ចុះអូនេះបងប្អូនមើលអានេះរំពេងណាខ្ញុំហាន់នេះឥឡូវនេះខ្ញុំហាន់វានៅក្តៅហើយហាន់វាស្ដើងអញ្ចឹងមកយើងមកជាមួយគ្នាមករំពេងហ្នឹងបងប្អូនខ្លះចូលចិត្តដូចខ្ញុំអញ្ចឹងចាមកជាមួយគ្នាជាមួយហ៊ុនគ្រប់មុខមកគឺឆ្ងាញ់ខ្លាំងរំពេងហ្នឹងបងប្អូនណាចិត្តទៅវិញណាគាត់ណាឲ្យទៅហើយអត់ទៅស្អីពុតហេមកមកចំណិតញ៉ាំតែបន្លែបានណាខ្ញុំវាឲ្យតំបន្លែទេបងប្អូនហ្នឹងឲ្យញ៉ាំជ្រលក់ចូលគ្នាមកសាច់ច្រើនឆ្ងាញ់ទឹកប្រហុកចាបងប្អូនញ៉ាំដៃណា
châm bà đó con em bọn em mà sợ đăng trình tôi dùng chơi nên phải lại xóa anh nó cứ nhâm bà lại chai chẳng ai đẹp rồi này nhé từ một tê ôn này và một tê tiếp này ngắm tay cô bom gắt lại tay con nhâm bà lại học chờ nó mang cho nè còn bên nào có xài nữa nè anh nó có nhâm đai bạn nâng ai nhá bằng ôn từ nón á cả nhâm dập ria lên chẳng nhà nè nè miệng nè chồng ngư bằng ôn nhâm mặt chặt à tôi cho hẳn mơ mến hộp cả nó ai cái đó không có bật tớ ok បងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះខ្ញុំតាំងពីដើមដល់ចប់ចា បាយបាយតែញ៉ាំត